នាព្រឹកថ្ងៃសុក្រ8រោចខែចែកឆ្នាំអសាញ់សប្តាហ៍ស័កពុទ្ធសករាជ2519ត្រូវនៅថ្ងៃទី10ខែមេសាឆ្នាំ2026លោកជំទាវវងគុណធារីឆៃរិទ្ធិសែនប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងអភិវឌ្ឍជនបទបានដឹកនាំប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងអភិវឌ្ឍជនបទរួមមានលោកជំទាវប្រធានលោកជំទាវអនុប្រធាននិងសមាជិកាអញ្ជើញចូលជួបសម្ដែងការគួរសមនិងគ្រប់ជូនពរដោយផ្ទាល់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍនៅគេហដ្ឋានរបស់សម្ដេចស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026និងឈានចូលដល់នៅថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2026វេលាម៉ោង 10:48 នាទីព្រឹកខាងមុខនេះក្នុងឱកាសដ៏វិសេសវិសាលនោះលោកជំទាវប្រតិភូសាខាសមាគមបានជូនកន្ត្រកផ្កាជូនសម្ដេចគតិសង្ឃបណ្ឌិតព្រមទាំងសូមបួងសួងដល់ទេវតាឆ្នាំថ្មីឆ្នាំមមីព្រះនាមរាជសាទេវីដែលជាបុត្រីទី3របស់កបិលមហាព្រហ្មសូមតាមជួយបីបាច់ថែរក្សាប្រោះព្រំប្រទានពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរជូនដល់សម្ដេចសូមទទួលបានសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនបញ្ញាភ្លឺថ្លាអាយុយឺនយូរនិងទទួលបានជោគជ័យថ្មីបន្ថែមទៀតជូនជាតិមាតុភូមិជាការឆ្លើយតបសម្ដេចគតិសង្ឃបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងអភិវឌ្ឍជនបទដែលបានអញ្ជើញមកនាពេលនេះសម្ដេចក៏បានថ្លែងការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងអភិវឌ្ឍជនបទដែលកន្លងមកសាខាសមាគមបានចូលរួមចំណែកយ៉ាងផុសផុលតាមរយៈការជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ដើម្បីគាំទ្រដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខនិងជនភៀសសឹកកម្ពុជាផងដែរ